គ្រាន់តែបើកក្បាលវីដេអូដំបូងមកដឹងហើយណាពុកម៉ែបងប្អូនអរគ្នាធ្វើមីហឹលញ៉ាំទៅផ្ទះបែបងាយអស់លុយតិចធំ5-6,000អីញ៉ាំបានហើយណាពុកម៉ែបងប្អូនអរគ្នាតោះចូលមើលវីដេអូនឹងទាំងអស់គ្នាចាប់ដើម let's go គ្រឿងផ្សំធ្វើមីហឹលរបស់យើងដំបូងពុកម៉ែបងប្អូនអរគ្នាមានបន្លែតិចតួចមកក្នុងផ្ទះនឹងមានបន្លែអីមានតកូលមានអីដាក់មកសម្រាប់ខ្ញុំទាំងខ្ញុំមានតកូលនេះមានស្ពៃបូកគោហើយនិងស្ពៃជាញ៉ាអញ្ចឹងខ្ញុំហាន់វាផ្ទះបែបហ្នឹងស្ដើងច្រត់បែបហ្នឹងហើយនៅប្រហិតនេះខ្ញុំទិញគេកន្លែងលក់ផាត់ក្រៅធម្មតាណាពុកម៉ែបងប្អូនអរគ្នាបើពុកម៉ែបងប្អូនអរគ្នាអត់មានដល់ប៉ុណ្្នឹងទេដាក់តាសាច់គោទីឲ្យផិតហត់ដល់ធំហ្នឹងម្ដងក៏បានដែរហើយមីដែលយើងប្រើហ្នឹងគឺមីរសជាតិមីហឹរកម្រិត7ទៅប្រាប់កន្លែងគេអ្នកលក់តែទិញមីហឹរកម្រិត7អញ្ចឹងទៅគេយកមកឲ្យណាពុកម៉ែបងប្អូនអរគ្នានេះម៉ាក់ដែលមីខ្ញុំប្រើធ្វើហូបពុកម៉ែបងប្អូនអរគ្នាហើយប្រហិតនេះខ្ញុំហាន់វាតាមហ្នឹងទៅខ្ញុំអានេះខ្ញុំចេះហាន់ធ្វើម៉ូតម៉ាក់អញ្ចឹងទៅណាពុកម៉ែបងប្អូនអរគ្នាចង់ហាន់មិនក៏បានដែរតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនទាំងអស់គ្នាចូលមើលការធ្វើមីរបស់យើងវិញខ្ញុំដាំទឹកឲ្យពុះខ្ញុំសោបន្លែមុនគេបន្លែខ្ញុំធៀមមិញហ្នឹងខ្ញុំសោបន្លែមុនគេហើយទៅមកទៀតខ្ញុំក៏ហែកមីដាក់សោមីម្ដងសោមីហ្នឹងហើយខ្ញុំដាក់ដុំមីចូលទៅហើយខ្ញុំដកគ្រឿងហ្នឹងទៅមកខាងហើយបន្តមកទៀតខ្ញុំដាក់មកទៅឃើញតំណងផ្ទះយើងដូចវាទីធ្លាវាធំដែរអញ្ចឹងខ្ញុំចាក់ផាត់ពតជុំវិញមីហ្នឹងទៅដោយសារធ្វើអញ្ចឹងទៅដើម្បីឲ្យមីយើងវាហិចហើយយើងឆាប់បានញ៉ាំផងទី1មីយើងវាឆាប់ហិចហើយទី2ផិតយើងក៏វាឆាប់ឆ្អិនវាអត់យូរអញ្ចឹងពុកម៉ែបងប្អូនអរគ្នាសម្រាប់ការធ្វើមីហឹររបស់យើងហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាអ្វីដែលចាំយូរហ្នឹងគឺចាំមីយើងហិចហើយនឹងប្រហិតយើងហ្នឹងឆ្អិនប៉ុន្តែសម្រាប់ខ្ញុំដែលយកធ្វើទឹកមីហ្នឹងគឺខ្ញុំអត់យកទឹកហ្នឹងទេដោយសារទឹកហ្នឹងយើងសោះមីផងសោះបន្លែផងសោះប្រហិតផងគឺខ្ញុំដាំទឹកថ្មីផើចគេនហ្គាសផ្សេងមួយទៀតហើយបន្តមកទៀតខ្ញុំហ្នឹងក៏ចាក់មីយើងហ្នឹងចូលចានដាក់បន្លែយើងត្រៀមសម្រាប់ហូបហ្នឹងពុកម៉ែបងប្អូនគ្នាចាក់ចូលក្នុងបន្លែយើងទៅព្រោះមីយើងសោះហិចល្អហើយបន្តមកទៀតខ្ញុំក៏ថែមពងមាន់មកគ្រាប់បើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាអត់ចូលចិត្តទេអត់ថែមក៏បានបើសិនជាត្រឡប់ដូចខ្ញុំហូបមីយកចិត្តថែមពងមាន់ពងទាវីកែវដាក់ទៅអូខេវាមានរសជាតិមួយបែបទៀតឲ្យវាដិតចាប់មាត់ឆ្ងាញ់អញ្ចឹងណាបន្ទាប់ពីខ្ញុំស្រង់មីចេញហើយគឺថាផាត់យើងក៏ចិត្តឆ្អិនដូចគ្នាផាត់ហ្នឹងទុកឲ្យយូរដែរខ្ញុំស្ងោរចូល5នាទីដើម្បីវាហិចស្មើគ្នាល្អឆ្អិនស្មើគ្នាល្អបងប្អូនទាំងអស់គ្នាបន្ទាប់ពីស្ងោរឆ្អិនទៅយើងស្រង់ដាក់កន្ត្រងបែបហ្នឹងទៅគឺឃើញផាត់ច្រើនមែនតើផាត់ហ្នឹងខ្ញុំទិញអស់តែ3,000ទេគឺមកកណ្ដោតែម្ដងចាបន្ទាប់ពីខ្ញុំស្រង់ផាត់ហើយខ្ញុំក៏ដាក់ចូលចានមីហើយនេះទឹកដែលយើងដាំផាច់ឆ្កែនហ្គាសមួយទៀតពុកម៉ែបងប្អូនទាំងអស់គ្នាវាពុះឡើងហើយខ្ញុំក៏ដួសវាដាក់ចូលក្នុងមីយើងហ្នឹងទៅមីផាត់យើងពងមាន់យើងហ្នឹងខ្ញុំក៏ដួសដាក់ចូលគ្នាទៅពងមាន់ហ្នឹងវារៀងជាប់ភ្នៅពុកម៉ែបងប្អូនអរគ្នាខ្ញុំចិត្តហូបដាក់មីអញ្ចឹងណាហើយនេះគឺយើងហែកគ្រឿងដាក់ពុកម៉ែបងប្អូនទាំងអស់គ្នាគ្រឿងហ្នឹងខ្ញុំដាក់ទាំងអស់ហ្មងបើអាកញ្ចប់ក្រហមអានៅសម្រាប់គឺគ្រឿងម្ទេសពុកម៉ែបងប្អូនអរគ្នាអត់សូវចេះម្ទេសទេដាក់តិចតួចទៅបានហើយតាមចំណូលចិត្តណាតាមកម្រិតហ្នឹងទៅហើយខ្ញុំក៏ច្បល់វាចូលគ្នាទាំងអស់តែសម្រាប់ខ្ញុំបងគ្រឿងទាំងអស់តែម្ដងគឺមកល្មមឆ្ងាញ់វាហឹររសជាតិអីមកល្មមបើសិនជាពុកម៉ែបងប្អូនអរគ្នាចង់ដឹងថាវាតាមត្រូវចំណង់ចំណូលចិត្តពុកម៉ែបងប្អូនអរគ្នានៅអាចដួសទឹកស្លទឹកស៊ុបមកបន្តិចមកចិបនឹងតិចទៅណាពុកម៉ែបងប្អូនអរគ្នាបើសិនជាវាមកល្មមហើយក៏អូខេបើវានៅទេពុកម៉ែបងប្អូនអរគ្នាថែមរសឌីឬក៏ស្ករប៊ីចេងតិចតួចតាមហ្នឹងទៅណាវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេណាពុកម៉ែបងប្អូនអរគ្នាអរគុណដែលមើលវីដេអូហ្នឹងពីដើមដល់ចប់ជួបគ្នាវីដេអូថ្មីក្រោយមួយទៀតចាអរគុណបាយបាយ